ការសិទ្ធិមនុស្សកម្ពុជាបានដាក់ញត្តិលើកទី2ដើម្បីជំរុញឲ្យថៃដោះលែងកងទ័ពកម្ពុជាចំនួន18នាក់ត្រូវយោធាថៃចាប់ខ្លួនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកសមកបានដាក់ញត្តិជាលើកទី2ទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដើម្បីជំរុញឲ្យថៃដោះលែងកងទ័ពកម្ពុជាចំនួន18នាក់ដែលត្រូវបានយោធាថៃចាប់ខ្លួនតាំងពីថ្ងៃទី29ខែកក្កដាឆ្នាំ2025ហើយបាត់ចុះបាញ់ចូលជាធរមានដែលគិតមកដល់ថ្ងៃទី3ខែតុលាឆ្នាំ2025គឺមានរយៈពេល66ថ្ងៃហើយញត្តិនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ញត្តិលើកទី1កាលពីថ្ងៃទី1ខែសីហាឆ្នាំ2025ដែលពាក់ព័ន្ធទៅនឹងការឃុំខ្លួនការប្រព្រឹត្តមិនគប្បីនិងការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែ2នាក់ប៉ុណ្ណោះនៅក្នុងចំណោម20នាក់គណៈកម្មាធិការសិទ្ធិមនុស្សបានបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឃុំខ្លួននេះដែលនាំឲ្យមានការរំលោភទៅលើច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិរាជរដ្ឋាភិបាលកម្ពុជានឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីឲ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង18នាក់ឲ្យឆាប់រហ័សដោយសុវត្ថិភាពសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថារាជរដ្ឋាភិបាលនៅតែបន្តតាមដាននិងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាទាំង18រូបនិងបានប្រកល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើជាមួយនឹង OHCHR និង AICHR និងគណៈកម្មាធិការមនុស្សជាតិរបស់ប្រទេសថៃដើម្បីជំរុញការដោះលែងក្រសួងការពារជាតិកម្ពុជានិងអន្តរជាតិក៏បន្តទាមទារឲ្យថៃអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិនិងការដោះលែងយោធិនទាំង18រូបឲ្យត្រឡប់មកកម្ពុជាវិញបានយ៉ាងឆាប់រហ័សកម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ីជួយជំរុញឲ្យភាគីថៃប្រគល់កងកម្លាំងទាំង18នាក់នោះឲ្យត្រឡប់មកកម្ពុជាវិញឲ្យបានឆាប់រហ័សអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអំពាវនាវសារជាថ្មីម្ដងហើយម្ដងទៀតឲ្យភាគីថៃប្រគល់យោធិនទាំង18រូបត្រឡប់មកកម្ពុជាដោយឥតមានលក្ខខណ្ឌដោយសង្កត់ធ្ងន់ថាការបន្តឃុំខ្លួនយោធិនកម្ពុជាដែលត្រូវបានឃាត់ខ្លួននៅក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នឹងបង្កឲ្យមានការព្រួយបារម្ភទាំងផ្នែកច្បាប់និងផ្នែកសីលធម៌ក្រសួងការបរទេសកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរការសាកសួរសុខទុក្ខរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ICRC ដែលនឹងជួយធានាថាសិទ្ធិមនុស្សមូលដ្ឋានរបស់យោធិនកម្ពុជាទាំង18រូបត្រូវបានគោរពគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានដាក់ញត្តិបន្ទាប់មួយទៀតទៅក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកការឃុំខ្លួនតាមទំនឹងចិត្តដែលស្នើសុំឲ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង18រូបភ្លាមៗនិងបានស្នើឲ្យក្រុមការងារអង្គការសហប្រជាជាតិនេះធ្វើការសិក្សាករណីនេះជាបន្ទាន់និងចេញសេចក្តីប្រកាសថាករណីនេះជាការឃុំខ្លួនខុសច្បាប់